តាមការស្វែងយល់របស់ខ្ញុំបើសិនជាមានក្មេងដែលគាត់មានជំងឺខ្វះអង់ស៊ីម GHPD ម៉ាក់គួរតែយល់ដឹងទី1ជំងឺនឹងគឺអត់ជាទេហើយជំងឺនឹងនឹងនៅជាមួយអូនជារៀងរហូតដោយសារតែជំងឺនេះគឺជំងឺហ្សែនដែលទទួលបានពីឪពុកម្ដាយហើយអង់ស៊ីមនេះគឺជាអង់ស៊ីមដែលមិនមាន GHPD ចំណុចទី2ប៉ាម៉ាក់គួរតែពិនិត្យទៅលើចំណីអាហារដែលគួរតែតមចំពោះកូនដែលកើតជំងឺ GHPD នេះផងដែរសម្រាប់ចំណីអាហារដែលគួរតែតមទី1ពាក់ព័ន្ធជាមួយនឹងសណ្តែកហៅឡើងតៅសណ្តែកហៅឡើងតៅគឺជាបន្លែមួយយ៉ាងដែលមានប្រតិកម្មជាមួយនឹងជំងឺ GHPD ចំណែកឯផ្លែឈើគឺផ្លែ blueberry គឺក៏មានផលប៉ះពាល់ចំពោះសុខភាពគាត់ផងដែរមួយវិញទៀតសម្រាប់ថ្នាំកន្លាតគួរតែដាក់នៅឆ្ងាយពីគាត់កុំឲ្យនៅជិតគាត់ដែលមានផលប៉ះពាល់ខ្លាំងចំពោះគាត់ហើយមួយវិញទៀតហា5ប្រើប្រាស់ជាមួយនឹងវីតាមីន C ក៏ដូចជាថ្នាំគ្រុនចាញ់និងថ្នាំសះផងដែរទី3ជំងឺស្រានឹងខ្លាចជាធ្ងន់បើសិនជាប៉ាម៉ាក់មិនមើលការខុសត្រូវទៅលើចំណីអាហាររបស់គាត់តឲ្យបានល្អកូនយើងនឹងមានសុខភាពល្អមិនបែកក្របឈាមសុខភាពធម្មតានិងការគេងបានល្អមួយវិញទៀតបើសិនជាគាត់មានការមិនតមចំណីដោយដែលបាននិយាយខាងលើគាត់នឹងជួបបញ្ហាខ្វះឈាមឬក៏ការបញ្ចូលឈាមជាដើមក្នុងនោះផងដែរវានឹងប៉ះពាល់ដល់អាយុជីវិតរបស់គាត់ទី4ត្រូវស្គាល់ពីរោគសញ្ញាដែលកើតឡើងទៅលើគាត់ទី1ស្បែកឡើងលឿងទី2ភ្នែកឡើងក្រហមទី3ទឹកនោមគាត់ឡើងពណ៌ខ្មៅទី4គឺកូនខុសពីប្រក្រតីបើសិនជាកូនមានរោគសញ្ញាណាមួយនៃចំណុចខាងលើគួរតែបញ្ជូនគាត់ទៅមន្ទីរពេទ្យមួយវិញទៀតគួរតែប្រាប់ពេទ្យពីអាការៈដែលកើតមានទៅលើគាត់ជៀសវាងប្រើប្រាស់ថ្នាំដែលមិនគួរប្រើមួយវិញទៀតសម្រាប់ក្មេងដែលកើតជំងឺ GHPD គួរតែផ្ដល់ព័ត៌មានទៅពេទ្យនៅពេលដែលគាត់មានបញ្ហាទាំងអស់នោះកើតឡើងនៅពេលដែលគាត់ចូលមន្ទីរពេទ្យជំងឺ GHPD នេះគឺក៏កើតពីហ្សែនដែលមិនប្រក្រតីរបស់ឪពុកម្ដាយដូចនេះហើយឪពុកម្ដាយទាំងអស់គួរតែស្វែងយល់សិក្សាបន្ថែមទៀតពាក់ព័ន្ធជាមួយជំងឺនេះផងដែរទាំងអស់នេះគ្រាន់តែជាការចែករំលែករបស់ខ្ញុំដូចជាការយល់ដឹងស្វែងយល់របស់ខ្ញុំដើម្បីចែកជូនអ្នកទាំងអស់គ្នាអរគុណណាស់អញ្ចឹងកុំភ្លេចតាមដានជាមួយនឹងវីដេអូក្រោយជាមួយនឹង Happy Holistic God Club ទាំងអស់គ្នា